Bao video để nhom thọt này chỉ cả lớp này nhom podcast vì 3 ngày muốn ở lấy níตัวបានអ្នកទេសនារហូតដល់ 11k គឺជាចំនួនមួយដែលច្រើនមែនទែនសម្រាប់ខ្ញុំដែលជាការចាប់ផ្ដើមដំបូងរបស់ខ្ញុំអាចនិយាយបានថាវាគឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់ខ្ញុំដែលខ្ញុំចាប់ផ្ដើមផលិតវីដេអូមួយនេះហើយទទួលបានការទេសនាពីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកពីគោលបំណងក៏ដូចជាគោលដៅរបស់ខ្ញុំក្នុងការផលិតវីដេអូនៅលើ Facebook មួយនេះបាទចឹង page មួយនេះដែរគោលបំណងរបស់ខ្ញុំគឺខ្ញុំនឹងផុសនៅវីដេអូប្រចាំថ្ងៃរបស់ខ្ញុំមួយចំនួនដែលខ្ញុំចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាហើយខ្ញុំក៏នឹងធ្វើការផុសក៏ដូចជាផ្សព្វផ្សាយអំពីអ្វីដែលជាសក្តានុពលប្រចាំតំបន់ប្រចាំស្រុកប្រចាំខេត្តមួយចំនួនដែលខ្ញុំអាចនឹងផលិតទៅដល់នៅថ្ងៃមុខក៏ប៉ុន្តែសម្រាប់ជំហានទី1របស់ខ្ញុំគឺខ្ញុំនឹងធ្វើការផ្ដោតសំខាន់ទៅលើស្រុកស្អាងដែលជាស្រុកកំណើតរបស់ខ្ញុំនឹងធ្វើការបង្ហាញពីសក្តានុពលផ្សេងៗតំបន់ផ្សេងៗរបស់ស្រុកស្អាងរបស់យើងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលអ្នកនៅក្នុងស្រុកស្អាងបើសិនជាមានជាទីតាំងក៏ដូចជាអ្វីដែលពុកម៉ែបងប្អូនយល់ថាវាជាសក្តានុពលល្អសម្រាប់ស្រុកស្អាងរបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមឬក៏ឆាតមកខ្ញុំនឹងធ្វើការទៅទីតាំងនោះទៅផ្ដិតយកវីដេអូរូបភាពដើម្បីធ្វើការផ្សព្វផ្សាយនៅលើ Facebook របស់ខ្ញុំផងដែរនេះគឺជាអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃអនាគតបើសិនជាពុកម៉ែបងប្អូនទាំងគ្នាចូលចិត្តនៅវីដេអូប្រភេទនេះអាចធ្វើការ follow page របស់ខ្ញុំម្នាក់មួយទៅហើយយើងសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណ